เรียบซัวบ้องแต่ថ្ងៃនេះបានមកហូបវិញញ៉ាំបាយដែរសម្រាប់ខាងខ្ញុំខ្លះវិញគឺបានតែគ្រឿងបុកអញ្ចឹងចង់នាំបងទៅមើលវីដេអូអំពីទម្លាប់នៅក្នុងការធ្វើទឹកគ្រឿងបុករបស់ខ្ញុំអញ្ចឹងទៅទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាសូមជើញសម្រាប់ទឹកគ្រឿងបុកនៅថ្ងៃនេះដែរគឺខ្ញុំប្រើត្រីប្រាយកមកចៀនដោយសារតែអត់មានចង្ក្រានអាំងទេចង្ក្រានអាំងខូចបាត់ហើយអញ្ចឹងយើងយកមកចៀនវិញហើយណាមួយក៏គៀកម៉ោងដែរអញ្ចឹងចៀនទៅលឿនហើយជាទម្លាប់ដែលខ្ញុំតែងតែធ្វើតែគ្រឿងបុកនេះដែរគឺគ្រឿងផ្សំងាយៗមានខ្ទឹមសមានម្ទេសមានក្រូចឆ្មាតែប៉ុណ្្នឹងឯងហើយគ្រឿងទេសផ្សេងៗក៏មានដូចជាទឹកត្រីស្ករអំបិលប៊ីចេងហើយសម្រាប់ត្រីដែលយើងចៀននោះគឺយើងយកទៅបេះសាច់ដកឆ្អឹងចេញបន្ទាប់មកទៀតគឺយើងត្រូវការបុកខ្ទឹមសដាក់គ្រឿងទេសយើងចូលមានស្ករប៊ីចេងអំបិលមួយចុងស្លាបព្រាអញ្ចឹងទៅដើម្បីជំនួយជាតិប្រៃនៅក្នុងនំបន្ទាប់ពីផ្សំគ្រឿងចូលគ្នារួចហើយគឺយើងបុកឲ្យវាម៉ត់ចូលគ្នាអញ្ចឹងទៅបន្ទាប់មកទៀតហ្នឹងគឺយើងយកសាច់ត្រីដែលយើងបានបេះហ្នឹងយើងយកមកបុកលាយជាមួយនឹងគ្រឿងផ្សំរបស់យើងនៅក្នុងត្បាល់ឲ្យវាចូលជាតិគ្នាទៅមួយបើនិយាយអំពីមុខម្ហូបទឹកគ្រឿងពាក្យថាទឹកគ្រឿងរបស់ខ្មែរមួយមុខហ្នឹងគឺមានក្បួនធ្វើផ្សេងជាច្រើនផ្សេងទៀតដែលចាស់បុរាណបានបន្សល់អំពីក្បួននៅធ្វើទឹកគ្រឿងអាហ្នឹងតើយើងត្រូវការស្រាវជ្រាវបន្តទៀតហើយក៏លេខមកការធ្វើទឹកគ្រឿងរបស់ខ្ញុំវិញគឺបានបន្ថែមទឹកត្រីចូលបន្ទាប់មកទៀតគឺយើងបន្ថែមនៅម្ជូរគឺប្រើម្ជូរក្រូចឆ្មាសម្រាប់ខ្ញុំទឹកគ្រឿងមួយត្បាល់នេះគឺប្រើក្រូចអស់មួយផ្លែកន្លះដំបងដាក់មួយផ្លែតែដោយសារតែជូរវាអត់ល្មមអញ្ចឹងបន្ថែមកន្លះទៀតរួចបន្ទាប់មកទៀតហ្នឹងគឺយើងបន្ថែមនៅទឹកឆ្អិនរបស់យើងទៅតាមចំណង់ចំណូលចិត្តមើលបានរាវឬក៏ខាប់ហ្នឹងគឺថែមថយទៅតាមការចូលចិត្តគ្រឿងផ្សំរបស់យើងគឺបានផ្សំចូលក្នុងត្បាល់ទឹកគ្រឿងរួចអស់ហើយអញ្ចឹងយើងធ្វើការភ្លក្សប៉ុណ្ណឹងបើល្មមក៏ជាការរួចរាល់យើងដួសដាក់ចានមកដល់មកបាយថ្ងៃល្មមធ្វើអញ្ចឹងគឺលឿនមែនទែនតាន់ចិត្តបន្ទាប់ពីយើងដួសដាក់ចានហើយគឺយើងមានថែមគ្រឿងផ្សំពីលើបន្តិចទៀតដោយសារតែគ្រួសារដូចជាខ្ញុំជាដើមហ្នឹងអត់សូវជាប៉ិនហិលទេអញ្ចឹងមានតែធ្វើការហាន់ម្ទេសហ្នឹងរោយពីលើអញ្ចឹងទៅដើម្បីកុំឲ្យវាហិលឈួលខ្លាំងប៉ុន្តែគឺជាការរួចរាល់ហើយសម្រាប់បន្លែផ្ទាប់ជាមួយនឹងទឹកគ្រឿងមួយមុខនេះគឺមានមួយចំនួនខ្ញុំត្រូវការស្រុះវាដើម្បីញ៉ាំជាឆ្អិនមានដូចជាស្នៀតពោតមានដូចជាពោតបារាំងហើយនឹងត្រួយស្អំជាដើមអញ្ចឹងធ្វើការស្រុះវាមួយលើអញ្ចឹងទៅដើម្បីញ៉ាំទៅវាថ្នឹកណាមួយអត់សូវចូលចិត្តឆៅដែរដល់ពេលដែលស្រុះទៅវាមានជាតិផ្អែមឆ្ងាញ់ហើយក៏មានបន្លែមួយចំនួនទៀតដែលញ៉ាំឆៅនោះគឺមានដូចជាផ្កាស្នោត្រសក់ហើយនឹងត្រួយស្មាច់មកក្នុងបន្លែទាំងអស់ហ្នឹងអ្វីដែលខ្ញុំចូលចិត្តជាងគេហ្នឹងគឺស្នៀតពោតហើយនឹងត្រួយស្អំស្រស់ហ្នឹងតែម្ដងគឺផ្អែមចាប់ជាតិជាមួយនឹងទឹកគ្រឿងខ្លាំងមែនទេគឺចូលចិត្តខ្លាំងហើយជាចុងក្រោយក៏យើងរៀបចំបន្លែទាំងឆៅទាំងឆ្អិនរបស់យើងនេះគឺដាក់ចូលក្នុងចានមករៀបចំឲ្យបានស្អាតបាតនិយាយមែនណាបងទឹកគ្រឿងមួយចានហើយនឹងបន្លែមួយចានធំហ្នឹងគឺ2នាក់ហ្នឹងគឺដាក់ឡើងជ្រះហ្មងរបៀបនៃការធ្វើទឹកគ្រឿងរបស់នេះខ្ញុំគឺមានតែប៉ុណ្្នឹងឯងបងអញ្ចឹងវីដេអូនេះក៏ដល់ទីបញ្ចប់សូមអរគុណបងដែលបានទស្សនានៅវីដេអូមួយនេះសូមអរគុណសូមជម្រាបលាបាយបាយថ្ងៃនេះបើកទូទឹកកកមកឃើញថានៅសល់ត្រីតែមួយទេហើយបន្លែក៏មានតិចតួចដែរអញ្ចឹងមិនដឹងធ្វើម្ហូបអីមានតែអាំងអំបិលនិងបុកទឹកត្រីកោះកុងជ្រលក់ហ្មងទៅត្រីនេះគឺត្រីទីឡាប់យ៉ាយកមកអាំងលាបអំបិលអញ្ចឹងវារសជាតិឆ្ងាញ់មួយយ៉ាងដែរហើយអាំងលហាឆ្អិនទៀតមិនត្រឹមលហាឆ្អិនទេតែភ្លេចខ្លួនគឺខ្លោចហ្មងមានអីមុខម្ហូបមួយមុខនេះគឺងាយស័ក្តិសមជាមួយនឹងអ្នកធ្វើនឹងគឺខ្ជិលផងអញ្ចឹងម្ហូបមួយមុខនេះមានអីទេបកាត់ភ្លើងហើយលាងត្រីឲ្យស្អាតហើយត្រីនឹងអ្នកលក់គេវះពោះឲ្យស្អាតទៀតអញ្ចឹងមានតែយកមកដល់លាងទឹកឲ្យស្អាតហើយប្រឡាក់អំបិលហើយដាក់អាំងត្រីទីឡាប់យ៉ានេះបើអាំងលាបអំបិលអញ្ចឹងអាសាមើលផងបងអូនពួកអីវាលះឆ្អិនណាបើសិនតែភ្លើងរៀងខ្លាំងតិចគឺខ្លោច
លឿនណាស់ចឹងហើយគឺអាសាមើលផងប្រយ័ត្នខ្លោចអស់ត្រីនេះពេលអាំងដាក់អំបិលចឹងពេលវាឆ្អិនយើងកុំយកឆ្អិនខ្លាំងពេកវាឲ្យវានៅលក្ខណៈ juicy វាផ្អែមឆ្ងាញ់សាច់វាគឺផ្អែមឆ្ងាញ់ហើយជ្រលក់ទឹកត្រីកោះកុងអីត្រូវគ្នាម៉ាច់ហើយបន្តមកទៀតយើងកុំនៅរវល់តែអង្គុយមើលត្រីមួយមុខយើងត្រូវដកឃ្លាមកធ្វើទឹកត្រីបុករបស់យើងឲ្យវារួចរាល់ដំណើរគ្នាអាំងបានញ៉ាំត្រីបុកងាយមានខ្ទឹមសម្ទេសស្ករប៊ីចេងអំបិលតិចហើយនឹងនៅសល់គល់ជីកញ្ឆាយចឹងហាន់ដាក់ទៅបុកជាមួយគ្នាដើម្បីយកក្លិនឈ្ងុយអ្នកធ្វើម្ហូបនេះរៀនខ្ជិលដែរចឹងអត់មាននៅបោបាច់រចនាសភាយូរទេគឺធ្វើងាយចឹងឯងហើយត្រូវនឹងកំប៉ុងទឹកឃ្លានបាយផងចឹងវិធីណាងាយគឺយកវិធីហ្នឹងទឹកត្រីបុករបស់យើងបានរួចរាល់បុកម៉ត់ចូលគ្នាល្អហើយក៏យើងដួសដាក់ចានបន្ថែមជាមួយនឹងទឹកត្រីជាមួយនឹងក្រូចឆ្មាហើយកូរគ្នាឲ្យសព្វចូលល្បាយតែមួយវាជាការស្រេចភ្លក់តាមចំណង់ចំណូលចិត្តបងប្អូនចង់ជូរផ្អែមអីចឹងទៅបើសម្រាប់ខ្ញុំអត់សូវយកផ្អែមទេយករៀងជូរប្រៃតិចចឹងប៉ុណ្ណឹងគឺជាចំណង់ចំណូលចិត្តទៅតាមអ្នកញ៉ាំអញ្ចឹងណាតែប៉ុណ្ណេះគឺរួចរាល់ហើយប៉ុណ្ណេះបាយពីរកំប៉ុងអីគ្នាពីរនាក់អីសង្ស័យអស់អត់ដឹងខ្លួនទេឥឡូវយើងយកចូលមកដាក់វគ្គរៀបចំបន្លែរបស់យើងចំណែកឯតកូននេះវិញញ៉ាំសាលកាពីលំមុនយូរគ្រាន់ហើយតែក៏នឹកឃើញថាដាក់ត្រាំទឹកវាចោលទៅពេលដាំមានអីដុសបានញ៉ាំទៀតបេះញ៉ាំទៀតនេះមានតែប៉ុណ្្នឹងឯងពីរនាក់ហ្នឹងម៉មហើយយើងញ៉ាំរិះថាំអញ្ចឹងណាបងប្អូននិយាយអញ្ចឹងធ្វើដូចខ្លួនឯងនឹងអ្នករិះថាំខ្លាំងអញ្ចឹងតាមពិតមិនមែនទេបងប្អូនដោយសារខ្ជិលដល់ទិញបន្ថែមអញ្ចឹងនៅផ្ទះមានប៉ុណ្ណាលៃលោកយកប៉ុណ្ណឹងហើយមុខម្ហូបរបស់យើងក៏បានរួចរាល់ហើយតែប៉ុណ្ណឹងទេងាយប៉ុន្តែរៀងចុះបាយដែរហ្នឹងមុខម្ហូបហ្នឹងចឹងវីដេអូនេះក៏មានតែប៉ុណ្ណឹងសូមអរគុណបងប្អូនដែលបានតាមដានទស្សនាអរគុណជម្រាបលាបាយបាយខាងណាដាក់ទៅ3គាត់ក្រោះ
ว่าสัก ជំរាបសួរបងប្អូនថ្ងៃនេះសូមយកវីដេអូចេះយកមកបញ្ចូលសលេងព្រោះតែថតកាលពីថ្ងៃបុណ្យភ្ជុំឯណោះប៉ុន្តែអត់មានពេលវេលាសម្រាប់យកមកកាត់តនិងបញ្ចូលសលេងទើបតែថ្ងៃនេះមានពេលទំនេរតិចតួចក៏ឆ្លៀតកាត់តនិងបញ្ចូលសលេងមកផុសធ្វើជាវីដេអូសម្រាប់បងប្អូនទស្សនាសម្រាប់មុខម្ហូបមួយនេះមានឈ្មោះថាសម្លក្រឡិតតែវាមានប្រភពចេញពីខាងខេត្តបាត់ដំបងមកតែខ្ញុំមិនដឹងថាវាមានឈ្មោះប្រមាណទេសម្រាប់សម្លនេះដែរមាន
គ្រឿងផ្សំដូចជាបន្លែមានខ្ទឹមបារាំងមានការ៉ុតមានដំឡូងបារាំងហើយនឹងខ្ញុំបានបន្ថែមជាមួយនឹងផ្កាស្ពៃខៀវផងដែរដើម្បីឲ្យលម្អសម្រាប់ពណ៌កាន់តែស្រស់ស្អាតក្នុងសម្លមួយមុខនេះហើយសម្រាប់ការស្ងោរវិញគឺដូចជាសម្លទូទៅអញ្ចឹងគ្រាន់ថាបន្ថែមជាមួយនឹងហើយប៊ីហឺសាច់សម្រាប់ស្លនេះគឺមិនបានប្រើសាច់សុទ្ធឬសាច់ខ្លាញ់ទេគឺជ្រើសរើសយកឆ្អឹងជំនីជ្រូករបៀបស្លគឺយើងដាំទឹកឲ្យពុះយើងដាក់គ្រឿងផ្សំយើងចូលមានដូចជាខ្ទឹមស៊ុបខ្នុរហើយប៊ីហឺដែលយើងបានត្រៀមទុកនោះហើយក៏យើងដាក់ឆ្អឹងជំនីជ្រូករបស់យើងចូលព្រមទាំងជាមួយនឹងបន្លែរឹងរបស់យើងមានដូចជាការ៉ុតជាដើមជាមួយនឹងដំឡូងបារាំងទៅដើម្បីរំងាស់ដើម្បីចិញ្ជាតិឲ្យវាមានរសជាតិកាន់តែឆ្ងាញ់ចំណុចដែលវារាងសាំញ៉ាំជឹកច្រើននោះគឺវាត្រង់ចំណុចនេះឯងគឺត្រូវការលាងពោះវៀនជ្រូកឲ្យស្អាតហើយយើងត្រូវការគោះពងវាយឲ្យល្អត្រងវាឲ្យម៉ត់ល្អបន្ទាប់មកទៀតគឺយើងបន្ទាប់ច្រោះហើយគឺយើងយកវាច្រកនៅក្នុងពោះវៀនដើម្បីយកវាទៅស្ងោរនៅក្នុងសម្លរបស់យើងការដែលយើងច្រកក្នុងពោះវៀនហ្នឹងគឺយើងច្រកមកពេញរួចហើយយើងត្រូវការដកឃ្លាវាមួយចង្អាមដើម្បីទុកគម្លាតវានៅពេលដែលយើងស្ងោរហ្នឹងគឺវារីកមៀតកាលណាដែលយើងចងតឹងពេកគឺយើងស្ងោរទៅវាអាចនឹងបែកហើយរយៈពេលនៃការយកពងនឹងស្ងោរនៅក្នុងសម្លហ្នឹងគឺយើងអាចកំណត់យកត្រឹម5នាទីអីគឺបានហើយណាចៃណាថាមិនមើលតែជើងអងលាកកុំមកលាកយូរហើយចំណែកឈ្មោះផ្សេងទៀតនេះគឺខ្ញុំអត់បានលើកយកមកទេសម្លមួយនេះក៏ពេញនិយមមានប្រភពពីខាងខេត្តបាត់ដំបងមកអញ្ចឹងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌហ្នឹងក៏ទាំងកំណត់មិនដឹងថាធ្វើមុខម្ហូបអីក៏
រើសយកមុខម្ហូបមួយនេះមកសាកល្បងធ្វើព្រោះនេះគឺជាលើកទី1ដែរសម្រាប់ខ្ញុំបានធ្វើមុខម្ហូបមួយមុខនេះពីមុនមកក៏ធ្លាប់ញ៉ាំដែរប៉ុន្តែអត់ដែរធ្វើខ្លួនឯងតែនេះគឺជាលើកទី1ស្ដាប់បានមួយម៉ាត់ប្រាសាទបងថើអផងហើនេះទីធ្វើបានដែរចាំណាបើកាមេរ៉ាមានព្រឹងណាตายตายหัวรุนลื่นดอลก่ออ่ะรุนเงี้ยบายโย่เจนไรไม่เจอรุนอยากถ่ายรุนខ្លួនឯងមើលទៅអត់យ៉ាទៅណាយូមកគុណអូបាយបាយអូបាយទៀតអូបាយទៀតហើយមើលផ្លូវផងមើលផ្លូវយ៉ាមកទៅគ្រឿងនេះដល់មិនចាប់ញើចាំជើងឡើយបែកមេជើងឡើយបាទចាក់បាយថ្ងៃត្រង់ខ្ញុំឡងទៀតថ្ងៃនេះខ្ញុំមានសុបស៊ីឈួនហើយសាត់ចូលទៅមានក្នុងរូបនេះសាច់ជ្រូកគ្រប់សុបនេះសាច់គ្រប់សំសាច់ហើយចូលទៅដល់ហើយទេចាក់មីសូចាប់ដៃសូលឿនទៀតមីសូពោតទៀតឡែកូនមកสูบให้แน่นี่ติดจรวดเยอะติดจรวดเตาหูเมียนมาตีเมียนไอซัดទៀត จะไปเจอซ้อมเครื่องบานนั้นละพอเลยน้องมองสะใจหนึ่งมีสู้เมียนปลุกใจเด็ดมองนะงันหมดเลยเปรี้ยวดูครับมือดีมากมองโอ้โหลุกอันนี้จุกโอ้
đào cho đứa đào cho thằng ăn côn mà đo đi đo nữa mình cho không phải hơi thôi sắp đo tên hoặc cái đào kìa người ta còn non mà lít kem cô thì của play lo cái sạch tiền đã cuộc tràn cái cuộc cái space oh sasra anh à cái này cho tôi hôm này nó họ cái này mình ăn chèn chậm bạc ăn đấy bạc tới 7 bạc rồi